បងប្អូនព័ត៌មានក្រៅពីខាង Island ដោយសារតែពួកគាត់តែងតែហៅកម្ពុជាថា scam បូឌីប៉ុន្តែផ្លេចខ្លួនឯងថាមានព័ត៌មាន scam រាល់ថ្ងៃព័ត៌មានមួយនេះគឺទាក់ទងនឹងប៉ូលីសថៃបានចាប់ជនជាតិចិនចំនួន3នាក់ដែលជាមេគម្រោងបុកប្រាស់វិនិយោគអ្នកនរគ្នាដឹងថាចំនួនជនរងគ្រោះមានប៉ុន្មាននេះអត់គឺ 8000 នាក់ជាជនរងគ្រោះជនជាតិចិន3នាក់ហ្នឹងគឺធ្វើការ scam ទៅលើជនរងគ្រោះប្រហែលជា 8000 នាក់ហ្នឹងគឺខូចខាតនៅទ្រព្យសម្បត្តិប្រាក់ប្រហែល7 billion baht ចិន3នាក់ហ្នឹងគឺកើតកម្មវិធីវិនិយោគក្រុមហ៊ុនខ្លែងមួយដូចជាឈ្មោះជីហ៊ុយជីនហ្វូអានឹងខ្ញុំអានអត់ត្រូវអញ្ចឹងណាតែជាប្រភេទក្រុមហ៊ុនវិនិយោគខ្លែងជនរងគ្រោះទាំងអស់ដែលទទួលរងគ្រោះហ្នឹងគឺដោយសារតែទទួលបានការសន្យាទទួលបានប្រាក់ចំណេញខ្ពស់ពីជនជាតិចិនហ្នឹងតែមិនមែនការវិនិយោគណាមួយដែលច្បាស់លាស់អញ្ចឹងណាបន្ទាប់ពីក្រុមហ៊ុនកម្មវិធីវិនិយោគខ្លែងរបស់ចិន3នាក់ហ្នឹងត្រូវបានបរាជ័យក៏រត់ភៀសខ្លួនចេញមកតាំងលំនៅនៅប្រទេសថៃហើយប្រើទិដ្ឋាការរស់នៅคล้ายនៅប្រទេសថៃហើយម្នាក់អាយុ40 41និយាយទៅគឺអាយុ40ឡើងតែប្រើទិដ្ឋាការនឹងជាសិស្សវាអត់សមត្រីគ្នាសោះហ្មងឥឡូវ3នាក់ហ្នឹងគឺបានចាប់បានហើយនៅប្រទេសថៃនិយាយទៅឲ្យតែពួក scam ឲ្យតែអីនឹងភាគច្រើនគឺរត់សម្រុកទៅថៃទាំងអស់អានឹងដូចជាជំរកធំមួយរបស់ពួក scam ហ្នឹងមកហើយដូចជាម្សិលមិញដូចជាចាប់បានដូចគ្នានៅប៉ាតាយាចឹងមានន័យថានៅកណ្ដាលក្រុងបាងកកគឺសម្បូរទៅដោយ scam ច្រើនណាស់តែអត់ព្រមទៅ clear សម្បត្តិខ្លួនឯងទេតែចោទប្រកាន់មកលើប្រទេសគេអ្នកដទៃគឺជាអាក្រក់មែនទែនឥឡូវជនជាតិចិន3នាក់ហ្នឹងត្រូវបានចាប់បានហើយនឹងបញ្ជូនទៅប្រទេសចិនវិញ